ភៅរឿងនិទានមានចំណងជើងថា Sophie ទៅផ្សារម៉ែខ្ញុំទៅផ្សារកូនទៅទិញអ្វីខ្ញុំទៅទិញសៀវភៅមួយក្បាលកូនទិញសាប៊ូឲ្យម៉ែមួយដុំផងសូភីក្មួយទៅផ្សារឬចាមីងក្មួយទិញប៉េងប៉ោះឲ្យមីង4ផ្លែផងសូភីក្មួយទៅផ្សារឬចាពូក្មួយទិញឈើគូសឲ្យពូមួយប្រអប់ផងខ្ញុំទិញបានសាប៊ូប៉េងប៉ោះនិងឈើគូសហើយពូនេះឈើគូសអរគុណហើយក្មួយមីងនេះប៉េងប៉ោះអរគុណហើយក្មួយម៉ែនេះសាប៊ូអរគុណហើយកូនបងទិញបានសៀវភៅអ្វីហ្នឹងអញ